បុរសម្នាក់បានដើរកូនប្រុសបង្កើតរបស់ខ្លួនដោយបង្ខំឲ្យគេធ្លាក់ទៅក្នុងសមុទ្រជ្រៅក្មេងប្រុសនោះបានព្យាយាមឃាត់គាត់មិនឲ្យដោះលែងអ្វីដែលគាត់ជឿថាជាប្រពន្ធដែលត្រូវបានផ្សារភ្ជាប់របស់គាត់ដោយមិនដឹងខ្លួនវិញ្ញាណដែលត្រូវបានផ្សារភ្ជាប់នៅក្នុងភ្នំនោះមិនមែនជាប្រពន្ធរបស់គាត់ទេតែជាបិសាចគាត់បានទៅដល់រូងភ្នំដែលជាកន្លែងសត្វចម្លែកនោះត្រូវបានឃុំឃាំងបិសាចនោះបានបន្លំសម្លេងជាប្រពន្ធរបស់គាត់ដើម្បីលបួងគាត់ឲ្យបំបែកការផ្សារភ្ជាប់គាត់បានដោតទ្វារនោះដោយកណ្ដាប់ដៃរបស់គាត់ប៉ុន្តែវានៅតែរឹងមាំដោយការប្រាជ្ញាចិត្តគាត់បានពាក់កងដៃវេទមន្តទាំងអស់របស់គាត់ដោយបញ្ចេញថាមពលរបស់វាដើម្បីវាយប្រហារម្ដងទៀតនៅក្រោមការវាយប្រហារឥតឈប់ឈររបស់គាត់ទ្វារនោះក៏ចាប់ផ្ដើមបើកចេញសត្វដ៏អាក្រក់មួយបានវាចេញតាមប្រហោងនោះរត់សម្ដៅទៅរកហ្វូងមនុស្សនិងបានឆក់យកព្រលឹងមនុស្សយ៉ាងសាហាវគោលបំណងរបស់ពួកគេគឺដើម្បីប្រមូលថាមពលឲ្យបានគ្រប់គ្រាន់ដើម្បីប្រោសប្រទានរបស់ពួកគេឲ្យរស់ឡើងវិញទន្ទឹមនឹងនោះក្មេងប្រុសដែលដេកនៅបាតសមុទ្រស្រាប់តែភ្ញាក់ដឹងខ្លួនឡើងដោយទទួលបានថាមពលពីនាគទេពនាគនោះបានហោះឡើងដោយនាំយកគេចេញពីសមុទ្រក្មេងប្រុសនោះបានប្រាជ្ញាចិត្តថានឹងបញ្ឈប់ឪពុករបស់ខ្លួនពីការបង្កការបំផ្លិចបំផ្លាញបន្ថែមទៀតដោយការទាត់យ៉ាងខ្លាំងគេបានទាត់ឪពុករបស់គេឲ្យចេញឆ្ងាយពីទ្វារនោះប៉ុន្តែបុរសនោះដែលត្រូវបានគ្របដណ្ដប់ដោយភាពឈួតវង្វេងបានបង្វែរកំហឹងរបស់គាត់មកលើកូនប្រុសរបស់គាត់វិញជាមួយនឹងថាមពលនាគដែលហូរកាត់ខ្លួនគេក្មេងប្រុសនោះបានដឹងថាគេមិនត្រឹមតែអាចទល់នឹងឪពុករបស់គេបានប៉ុណ្ណោះទេប៉ុន្តែថែមទាំងចាប់ផ្ដើមគ្រប់គ្រងកងដៃវេទមន្តដោយរំដោះខ្លួនចេញពីឥទ្ធិពលរបស់ឪពុកគេទៀតផងនៅពេលដែលការប្រយុទ្ធកាន់តែខ្លាំងឡើងការគ្រប់គ្រងរបស់ក្មេងប្រុសលើកងដៃកាន់តែរឹងមាំនៅពេលដែលគេហៀបនឹងវាយប្រហារផ្ដាច់ព្រាត់គេក៏មានការស្ទាក់ស្ទើរដោយមិនចង់ធ្វើបាបឪពុករបស់ខ្លួនឡើយនៅខណៈនោះទ្វារនោះបានបាក់ស្រុតទាំងស្រុងដោយដោះលែងបិសាចដ៏អាក្រក់បំផុតដែលបានស្ទុះសម្ដៅទៅរកក្មេងប្រុសនោះដោយផ្ទាល់ឪពុករបស់គេបានចូលមកជួយសង្គ្រោះគេប៉ុន្តែត្រូវបានសត្វចម្លែកនោះចាប់បានហើយព្រលឹងរបស់គាត់ក៏ចាប់ផ្ដើមបាត់បង់ទៅកងដៃរបស់បុរសនោះបានរបូតចេញហើយមកពាក់នៅលើកដៃរបស់ក្មេងប្រុសវិញតើអ្នកគិតថាក្មេងប្រុសនោះនឹងអាចសងសឹកឲ្យឪពុករបស់